មកកេរ៉េអត់បានតែងឈុតហាត់បុកគេនេះហាត់ដល់អត់បានមកចឹងខ្ញុំដល់ថ្ងៃវិច្ចប្រវត្តិពីប៊ូសាណាម៉ាសេអ៊ូលហើយជីរថភ្លើង3ម៉ោងបានមកដល់គ្រាន់តែដល់ភ្លាមមានចកាញាប់ដៃញាប់ជើងទៅហោកន្លែងគេតែងហ្នឹងហ្មងគឺថាមាន100លាន90ពណ៌បែងចែកក៏ដឹងថាខ្លួនអញត្រូវពាក់ពណ៌អីហើយឆ្លាតចង់ពាក់ទាំងអស់ដើម្បីឲ្យកាន់តែឃើញប៉ោងស្អាតយើងត្រូវដាក់ត្រង់មាន់ពីក្នុងចាមូលហេតុគឺអត់ដឹងហៅអីហៅចឹងហ្មងទៅងាយយល់អានេះគឺគេប្រាប់ពីរបៀបពាក់ឲ្យមើលថានៅពេលដាក់នឹងអត់ដាក់វាប៉ោងខុសគ្នាតបមកគឺយើងពាក់សពតអានេះមិនសពតទេដូចរ៉ូបរួចហើយដាក់អាវក្រៅនិយាយមែនណាក៏អាវកេរ៉េគឺអត់មានអែញ៉ៃទេស្រាលស្រួលពាក់រួចហើយយកអ្នកទាំងអស់គ្នាទៅធ្វើសក់វាមានពីលេខ1ដល់លេខ10ឲ្យអ្នកទាំងអស់គ្នារើសប៉ុន្តែគិតលុយតម្លៃគេនៅខាងក្រោមហ្នឹងម៉ូតសក់នេះគឺថ្លៃជាងគេបងខ្ញុំចង់ធ្វើហ្នឹងតែដោយសារវាមានអញនិយាយនេះវាមានស្នៀតសក់តែបងខ្ញុំថាហ្នឹងគឺអ្នកមានប្តីឯងជំនាន់មុនមិនគេធ្វើហើយយើងក៏ដូរ concept ចង់បែបជុកដាក់ផ្កាដាក់អីចឹងណាចាធ្វើឲ្យនាងខ្ញុំមានការស្ដាយក្រោយជាខ្លាំងណាគ្រឿងតុបតែងសក់គេវិញមិនគឺថាច្រើនសាហាវថ្ងៃភ្ញៀវ100អ្នកក៏គេធ្វើតន់ណាមើលទៅខ្ញុំគេគ្រាន់តែក្រងឲ្យដាក់ផ្កាហ្នឹងពីលើចុងក្រោយនៅឈុតរបស់ខ្ញុំហ្នឹងគឺគេ free កាបូបចាគាត់លុយឲ្យឡើងសោះសាច់ទៅ free យើងទៅប្រែកាយវិញម្ដងមើល1 2 3បាត់នារីកេរ៉េឆ្លងប្រទេសខ្ញុំមើលមកមិនដែរតែខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចនៅស្ទើចាញ់កាយតែខ្ញុំតែងជនជាតិភាគតិចនៅវៀតណាមខ្ញុំស្រឡាញ់ឡាចង់ដោះកៅអៅនេះចេញខ្ញុំដេកស្ដាយថាបើខ្ញុំតែងឈុតនេះវាល្អវាប្លែកប៉ុណ្ណាតែស្ដាយក៏អត់ប្រយោជន៍ដែរទៅបីបើវាចេញជារូបរាងនេះហើយនេះមានតែទៅលើក្រោយទៀតធ្វើមិនទេរួចហើយវាមានអពាក់រត់លេងតាមហ្នឹងទៅតែចំណេញត្រង់ថាពេលដែលយើងពាក់កៅអៅហាត់បុកហ្នឹងហើយយកចាំបាច់ទិញសម្បត្តិចូលវាំងគេទេគេឲ្យយើងពាក់ចូល free ហ្មងតែបើណោះនេះពាក់កៅអៅធម្មតានឹងត្រូវតែទិញអូយលោកអាយគឺថាមនុស្សច្រើនខ្លាំងណាស់ថតរហូតតែកន្លែងក្នុងដើម្បីអត់មានមនុស្សទេវាំងគេធំដែរហើយក៏មានសម្បូរប្លង់ស្អាតថតដែរគ្រាន់តែខ្ញុំដាក់អត់អស់កន្លែងនេះដូចទ្វារឆ្លងភពឆ្លងមកឃើញស្អាតហ្មងអូយអូននេះនៅស្រុកកូរ៉េនេះគឺស្អាតមិនចាញ់អូប៉ាម៉ានទេណាវីដេអូនេះមានតែចំណុចផ្នែកខាងបោះហើយបើខាងស្រីគេសោះមានគូហើយទៅណាគេបកូបដៅគ្នាឃើញផុសស្អាតអីទៅថតហ្នឹងសង្សារគេស្រឡឹងមុខឥឡូវថ្ងៃខ្លះបើអ្នកនរគ្នាបានទៅគឺគេមានសម្ដែងជា show សាច់រឿងស្ដាច់សាច់រឿងអីចឹងទៅតាមថ្ងៃតែដើរត្រូវតែបញ្ញាព្រោះកៅអៅនេះជួលតែ2ម៉ោងទេពុកទាំងថ្លៃធ្វើសក់ទាំងអាត្រង់មាត់ពាក់ក្នុងសពុតហ្នឹងគឺអស់25រៀលចាសូមអរគុណនៅមើលអីគេមនុស្សដូកអាហើយចង់មើលគេដូកអាមែនចាញ់ពីនឹងមកគឺខ្ញុំទៅម្យ៉ងដង street ដើរមើលគេលក់អីស្តៀងទៅ pub street នៅខ្មែរយ៉ាងដែរណាថាមានម្ហូបចម្លែកប្លែកអារម្មណ៍ហើយនៅនេះគឺគេល្បីអូលីវយ៉ាងមែនតើចម្រុះទៅដោយប្រេមផ្សេងហើយមាន tester ច្រើនដើរចោលដល់ឡើងអស់មួយថងគេដែរ100ដាច់ប៉ិតខ្ញុំឡើងដើរវត្តផ្នែកគេអត់ហ៊ានមើលអីទេអូថ្ងៃនេះដើរលេអស់ខ្យល់ខ្លាំងណាស់បាំងមួយទឹកមកលាបលេគឺជាក្តីសុខខ្លាំងហើយកំពុងស្កាប់តែដាក់លេហ្នឹងគឺខ្ញុំនឹកដល់ស្កាប់តែចាំនៅផ្ទះពេលដើរលេងហត់បានស្កាប់ជំរុកកសិកាចាស់គឺ relax សាហាវមិនត្រឹមតែជួយជំរុកកសិកាចាស់ហ្នឹងណាគ្នាអើយមួយក៏មាននៅលើខ្លួនដែរអាខ្មៅក្រិនតាមកញ្ញោដៃជង្គង់កែងដៃកែងអីហ្នឹងគឺបាត់ជ្រាបមកហើយបន្ទាប់ពីស្កាប់រួចគឺយើងលាបលេឆាប់ផ្លាច់ហើយលាបលេចូលអស់មកដោយសារស្បែកយើងទន់មិននឹងលាបលេអ្នកនេះលាបសរុបវាបរិដូចខ្ញុំមុនអញ្ចឹងឃើញសន្តិភាពសទ្វេដងព្រោះអីស្បែកអ្នកនរគ្នាមានសំណើបន្ទាប់ការពារស្បែករបស់យើងក៏រឹងមាំជួយឲ្យស្បែកយើងសុខភាពល្អទៀតនៅពេលដែលអ្នកនេះលាបលេមកទៅដែលសម្បូរទៅដោយវីតាមីនសាច់ស្អាតជួយបំពន់ធ្វើឲ្យស្បែកយើងសភ្លឺថ្លាចេញពីខាងក្នុងគឺ 100% ស្បែកអ្នកនរគ្នាសចេញមកថ្លាដោយសពីក្រៅប្រភេទស្បែកអ្នកនរគ្នាក៏ល្អមិនមែនសជាប្រភេទសចេញទៅសាយឬក៏សស្ដើងស្បែកប្រយូរទៅខូចស្បែកអស់ទេគឺក៏និយាយឲ្យងាយស្ដាប់ថាប្រើយូរទឹកបែកសង្វាបែកអីចឹងណាគឺ no ហ្មងខ្ញុំក៏ជាម្នាក់ដែលប្រើលេមកទៅ74ឆ្នាំដែរចឹងនៅពេលដែលខ្ញុំលាបលេអ្នកនរគ្នាឃើញស្បែកខ្ញុំរងថ្ងៃស្បែកខ្ញុំមានតែស្អាតពីមួយថ្ងៃទៅមួយថ្ងៃអត់ដែលមានបញ្ហាអីហ្មងទោះមកដល់កូរ៉េទៅចាក់មែនណាអ្នកនរគ្នាគេមានព្រះអាទិត្យគឺបញ្ចេញកម្ដៅខ្ញុំខ្លាចខ្លោចស្បែកចេញជាពីរពណ៌ចឹងណាដល់តំបន់គេទៅចាក់នេះក៏អត់ភ្លេចលេដាក់តាមខ្លួនដែរងាយណាបានសម្បល់ប៉ុននេះក៏តែអស់លុយទិញលេឲ្យថៃស្បែកតិចទៅ